ព្រំដែនកម្ពុជាមិនមែនជារឿងអារម្មណ៍វាជារឿងច្បាប់អន្តរជាតិហើយច្បាប់នេះមិនអនុញ្ញាតឲ្យប្រទេសណាមួយបំពានបានទេ Manuel Macron ជាប្រធានាធិបតីបារាំងប្រទេសដែលបង្កើតផែនទីព្រំដែនដើមដែលពិភពលោកទទួលស្គាល់ព្រំដែនកម្ពុជាថៃមិនមែនកំណត់ដោយអាវុធតែដោយផែនទីនិងសន្ធិសញ្ញាផ្លូវការ ICJ មិនមែនជាអង្គការលេងសើចវាជាតុលាការខ្ពស់បំផុតរបស់ពិភពលោកដែលសម្រេចដោយច្បាប់មិនមែនអំណាចកម្ពុជាឈរលើភស្តុតាងថៃឈរលើការបកស្រាយហើយច្បាប់អន្តរជាតិគឺអ្នកសម្រេចចុងក្រោយ Macron មិនវាស់ព្រំដែនប៉ុន្តែគាត់គាំទ្រការគោរពសាលក្រមអន្តរជាតិប្រទេសដែលមិនគោរពច្បាប់គឺប្រទេសដែលបំផ្លាញសន្តិភាពខ្លួនឯងព្រំដែនមិនអាចយកដោយកម្លាំងមិនអាចលុបដោយអាវុធមានតែច្បាប់ប៉ុណ្ណោះកម្ពុជាមានកម្លាំងច្បាប់មិនមែនកម្លាំងយោធាសារសំខាន់មួយគត់ច្បាប់ខ្លាំងជាងអាវុធសន្តិភាពខ្លាំងជាងសង្គ្រាមសួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះយើងនឹងវិភាគអំពីទូនីតិប្រទេសបារាំងជាពិសេសប្រធានាធិបតី Manuel Macron ជាមួយនឹងបញ្ហាព្រំដែនរវាងកម្ពុជានិងថៃតើបារាំងពាក់ព័ន្ធយ៉ាងដូចម្តេចហើយច្បាប់អន្តរជាតិមានសារៈសំខាន់យ៉ាងណា Manuel Macron ជានរណា Manuel Macron គឺជាប្រធានាធិបតីប្រទេសបារាំងជាមេដឹកនាំដែលលើកស្ទួយសន្តិភាពការទូតនិងច្បាប់អន្តរជាតិគាត់គាំទ្រការដោះស្រាយជម្លោះដោយការចរចាមិនមែនដោយអាវុធបារាំងនិងប្រវត្តិសាស្ត្រកម្ពុជាបារាំងធ្លាប់ជាអាណានិគមកម្ពុជាក្នុងអំឡុងពេលនោះមានការកំណត់ផែនទីនិងព្រំដែនផ្លូវការផែនទីទាំងនេះនៅតែមានតម្លៃផ្នែកច្បាប់អន្តរជាតិមកដល់សព្វថ្ងៃព្រំដែនកម្ពុជាថៃកើតបញ្ហាដោយសារអ្វីជម្លោះព្រំដែនកម្ពុជាថៃកើតឡើងពីការបកស្រាយខុសគ្នាឬផែនទីនិងទីតាំងពិតជាពិសេសតំបន់ប្រាសាទព្រះវិហារតុលាការអន្តរជាតិ ICJ តុលាការអន្តរជាតិ ICJ គឺជាស្ថាប័នច្បាប់ខ្ពស់បំផុតរបស់អង្គការសហប្រជាជាតិដែលមានសិទ្ធិវិនិច្ឆ័យជម្លោះរវាងប្រទេសនិងប្រទេសតួនាទីផែនទីសម័យបារាំងក្នុងសាលក្រម ICJ ផែនទីដែលបង្កើតក្នុងសម័យបារាំងត្រូវបានប្រែជាភស្តុតាងសំខាន់និងត្រូវបានតុលាការទទួលស្គាល់ Macron ពាក់ព័ន្ធដោយផ្ទាល់ឬទេត្រូវបញ្ជាក់ឲ្យច្បាស់Manuel Macron មិនមែនជាអ្នកវាស់ព្រំដែនប៉ុន្តែគាត់ជាមេដឹកនាំប្រទេសដែលគាំទ្រការគោរពសាលក្រមតុលាការអន្តរជាតិហេតុអ្វីបារាំងគាំទ្រច្បាប់អន្តរជាតិព្រោះបារាំងជាប្រទេសមានឥទ្ធិពលក្នុងប្រព័ន្ធអន្តរជាតិការគាំទ្រច្បាប់មានន័យថាគាំទ្រស្ថិរភាពនិងសន្តិភាពពិភពលោកអ្វីដែលកម្ពុជាបានទទួលកម្ពុជាឈរលើភស្តុតាងច្បាប់ផែនទីប្រវត្តិសាស្ត្រនិងសាលក្រម ICJនេះជាកម្លាំងច្បាប់មិនមែនកម្លាំងយោធាតើការប្រើកម្លាំងអាចដោះស្រាយបានទេប្រវត្តិសាស្ត្របង្ហាញថាការប្រើកម្លាំងមិនអាចទប់ជម្លោះបានយូរអង្វែងមានតែច្បាប់និងការចរចាប៉ុណ្ណោះទិសដៅអនាគតនៃបញ្ហាព្រំដែនអាស្រ័យលើការគោរពច្បាប់អន្តរជាតិនិងការសហការរវាងប្រទេសទាំងពីរសន្និដ្ឋានឬ ending សរុបមក Manuel Macron តាមដាងឲ្យមូលគំនិតថាព្រំដែនមិនអាចផ្លាស់ប្ដូរដោយអំណាចតែត្រូវដោះស្រាយដោយច្បាប់និងសន្តិភាពបើអ្នកយល់ថាវីដេអូនេះមានប្រយោជន៍សូម like share និង